ខ្ញុំឃើញបងប្អូនយើងមួយចំនួនដែលមានសង្គ្រាមថៃឈ្លានពានខ្មែរឈ្លានពានសឹងតែគ្រប់រូបភាពមិនថាតំបន់ដែលមានប្រជាជនស្លូតត្រង់រស់នៅទីក្រុងទីប្រជុំជនទីជនបទស្ពានថ្នល់ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាប្រាសាទជាដើមនៅជារបស់កម្ពុជាក្នុងនោះក៏មានប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកក៏ថៃទម្លាក់គ្រាប់កំទេចខ្ទេចខ្ទីគ្មានត្រាប្រណីបងប្អូនយើងមួយចំនួនជារួមបានលើកឡើងថាទូនាទីរបស់អង្គការសហប្រជាជាតិនៅពេលនេះគឺអត់មានឃើញធ្វើសកម្មភាពអ្វីសោះបាទពាក់ព័ន្ធទៅនឹងការធ្វើសកម្មភាពឬក៏មិនធ្វើសកម្មភាពដោយអង្គការសហប្រជាជាតិបងប្អូនអាចកត់សម្គាល់ខ្លួនឯងបានហើយនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅគោលបំណងនៃការបង្កើតនៅអង្គការអន្តរជាតិមួយនេះឡើងអង្គការសហប្រជាជាតិគឺជាអង្គការអន្តរជាតិសម្រាប់នីតិអន្តរជាតិសន្តិសុខអន្តរជាតិការអភិវឌ្ឍសេដ្ឋកិច្ចការរីកចម្រើននៃសង្គមនិងបញ្ហាសិទ្ធិមនុស្សស្ថាប័នមួយនេះមានគោលដៅអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិកដោយប្រកាន់ខ្ជាប់សន្តិភាពសន្តិសុខនិងយុត្តិធម៌ត្រូវបានបង្កើតឡើងនៅក្រោយសង្គ្រាមលោកលើកទី2ជំនួសឲ្យអង្គការសង្គមប្រជាជាតិនៅក្នុងប្រការមួយនៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិបានចែងថារក្សានៅសន្តិភាពសន្តិសុខអន្តរជាតិហើយដើម្បីសម្រេចនៅគោលបំណងនេះគឺត្រូវអនុវត្តទៅលើវិធានការរួបរวมគ្នាដ៏ស័ក្តិសិទ្ធិដើម្បីធ្វើយ៉ាងណាការពារបញ្ជាមិនឲ្យមានការកំហែងមកលើសន្តិភាពនិងបង្ក្រាបអំពើរាតត្បាតទាំងអស់ឬអំពើណាដែលធ្វើឲ្យប្រេះឆាសន្តិភាពហើយធ្វើដោយសន្តិវិធីពង្រីកការប្រស្រ័យតាក់ទងមិត្តភាពរវាងប្រជាជាតិនិងប្រជាជាតិដែលកើតឡើងដោយគោរពទៅតាមគោលច្បាប់សមភាពនៃសិទ្ធិរបស់ប្រជារាស្ត្រនិងមានសិទ្ធិចាត់ចែងដោយខ្លួនឯងព្រមទាំងចាត់វិធានការដទៃទាំងអស់ដ៏សមរម្យដើម្បីពង្រឹងនៅសន្តិភាពនៅក្នុងពិភពលោកធ្វើយ៉ាងណាឲ្យសហប្រតិបត្តិការអន្តរជាតិកើតមានឡើងយ៉ាងពិតប្រាកដដោះស្រាយនៅបញ្ហាខាងអន្តរជាតិខាងសេដ្ឋកិច្ចសង្គមគិច្ចមនុស្សធម៌ដោយពង្រីកនិងលើកទឹកចិត្តក្នុងការគោរពសិទ្ធិមនុស្សនិងសេរីភាពជាសាធារណៈសម្រាប់មនុស្សទូទៅឥតសម្គាល់ជាតិសាសន៍ភេទភាសាឬសាសនាជាទីប្រជុំមួយដើម្បីរួមកម្លាំងនៃប្រជាជាតិឆ្ពោះទៅរកគោលដៅរួមគ្នា